ប្រាប្រាស់រថយន្តជាមុនសិនបន្ទាប់មកនឹងខ្ញុំនឹងសួរតែតាក់ទងទៅនឹងបច្ចេកទេសការផលិតធ្វើអីយ៉ាងម៉េចខ្លះចាឥឡូវនេះការប្រើប្រាស់រថយន្តយ៉ាងម៉េចដែរបាទគឺយើងប្រើប្រាស់វាដូចជារថយន្តធម្មតាយើងចាដូចរថយន្តធម្មតាចាមានសិនមានអីមានលេខអូតូចានេះលេខអូតូដូចធម្មតាប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលចង់ចូលរថយន្តត្រូវធ្វើយ៉ាងម៉េចបាទគឺអត់មានសោចាស់អត់មានដៃសម្រាប់បើទេយើងប្រើម្រាមដៃแล้วก็ចេញចាឥឡូវលោកសាប្រាមកអញ្ចឹងមកចេញមកវាឥឡូវចាលោកសាប្រាមកអូខេអានេះលោកប្រើដោយខ្លួនឯងប្រើឥឡូវនេះខ្ញុំម្ដងបាទជើងមិនសាក់ទេមិញលោកថាគាត់តែប្រើតែដៃតតមកវាមកបាទគឺអត់មកទេខ្ញុំធ្វើហ្នឹងគឺសម្រាប់តែម្ចាស់ទេបាទខំម្ចាស់មិនឲ្យមកទេចាហើយបានជារថយន្តនេះខ្ញុំបញ្ជាមិនវាអត់បើកឲ្យបាទរថយន្តនេះខ្ញុំធ្វើហ្នឹងគឺសម្រាប់តែម្ចាស់ខ្លួនឯងតែម្នាក់ទេដែលបើកគ្រាឡានហ្នឹងបាទក្រាបចាស់ខ្លួនឯងបាទបញ្ជាបានក្រៅពីម្ចាស់គឺមិនអាចធ្វើកាយវិការហ្នឹងឲ្យគ្រានឹងបើកបានទេបាទអានេះគឺជាបច្ចេកវិទ្យាដែលខ្ញុំទៅរកឃើញថ្មីបាទអានេះចង់និយាយថាវាអាចបញ្ជាចេញពីគូក្បាលរបស់យើងតែម្ដងមិនមែនដោយសារមានសោមិនមែនទេបាទទោះបីអត់មានអីទាំងអស់ក៏ខ្ញុំអាចបញ្ជាវាបានដែរចាបាទឥឡូវលោកគ្រូសាក់ឡើងទៀតណាតែទេអញ្ចឹងបាទខ្ញុំចង់ឲ្យទ្វារឡាននឹងបើកបានខ្ញុំអាចគ្រាន់តែធ្វើអញ្ចឹងទ្វារបើកមកបាទហើយទ្វារខាងនោះខ្ញុំចង់ឲ្យបើកខ្ញុំគ្រាន់តែដៃផ្ទាត់អញ្ចេះទៅទ្វារបើកទៅបាទអាហ្នឹងជារឿងមួយប្លែកខុសពីឡានយើងធម្មតាបាទបើកបាទឥឡូវពូធ្វើឲ្យខ្ញុំបើកកាន់ណាបើមួយទៅចង់បើកមួយកាន់ដៃខ្ញុំបន្តិចមកចាបាទហើយអាចទៅជាបើកបានបាទអាហ្នឹងជារឿងផ្លែកមែនថាពេលខ្ញុំទៅកាន់ដៃពូឆក់ហ៎បាទអត់ឆក់ទេអញ្ចឹងខ្លួនខ្ញុំមានទៅវិញចាអត់ព្រោះដល់ឥឡូវមើលឥឡូវសោលោកពូសោនៅណាខ្ញុំសង្ស័យដោយសារមានសោនៅក្នុងខ្លួនលោកពូបានលោកពូបើកកាន់ឥឡូវខ្ញុំដាក់សោឥឡូវនេះខ្ញុំយកសោពីគាត់តែយកមកដាក់នៅក្នុងកប៉ៅនេះខ្ញុំម្ដងព្រោះខ្ញុំចង់ដឹងថាហេតុអីបានជាគាត់បញ្ជាបើកឡាននឹងរួចហេតុអីខ្ញុំនាងខ្ញុំបញ្ជាបើកមិនរួចចាបាទគឺអត់បានទេបាទខ្ញុំបើកខ្ញុំគាត់ធ្វើដៃចេះមកបាទមិនបាច់ធ្វើដៃក៏បានដែរខ្ញុំគ្រាន់តែងក់ក្បាលបាទដៃខ្ញុំទៅទេអញ្ចឹងបាទខ្ញុំគ្រាន់ក្បាលអញ្ចឹងគាត់ធ្វើបាទណាហើយខ្ញុំងក់ខាងដូចខ្ញុំបាទហើយបើចង់ឲ្យបើកខ្ញុំអាចឲ្យបើកបានឈ្មោះស្អីស្លាកម្ដងទៀតបាទអត់បាច់កាន់ខ្ញុំទេបាទជើញអញ្ចឹងជារឿងចម្លែកណាចឹងបានន័យថាលោកពូឡានលោកពូចង់ឯណាចង់យកចង់អីគឺមិនបានទេបាទមិនបើកមិនបានទេហើយទ្វារនេះមានសភាពរឹងមាំណាស់បាទជួយស្អីអញ្ចឹងដាក់រុញទៅធ្វើទាំងឡានបាទគឺមាំនេះបើគេចង់យកអីគេដូចបើកកើតមានន័យថាលើកទាំងឡានយកបាទគេលើកទាំងឡានសូម្បីតែបញ្ជាគឺតែផ្សេងបញ្ជាមិនបានតតែម្ចាស់គាត់បញ្ជាបានហើយនាងខ្ញុំចង់បញ្ជានាងខ្ញុំពិសោធន៍យកសោឡានរបស់គាត់ដាក់ក្នុងកប៉ៅនេះខ្ញុំថាគីឡូដោយសារវាមានប្រព័ន្ធឆក់នៅក្នុងសោនេះនៅពេលដែលមានសោនៅក្នុងខ្លួនទៅបានបើកនេះបានគឺអត់បានទាំងអស់ចាឥឡូវនាងខ្ញុំចង់ចូលរថយន្តព្រោះអមិញនេះជម្រាបជូនដល់ទស្សនិកជនអំពីលក្ខណៈពិសេសខាងក្រៅអស់ហើយចង់ចូលលក្ខណៈពិសេសខាងក្នុងវិញម្ដងលោកពូបញ្ជារថយន្តបាទអញ្ជើញកញ្ញាអញ្ជើញចូលបាទនេះជាសោឡានចាបាទនេះជាសោឡានដែលខ្ញុំមានរចនាបថអង្គរទាំងសងខាងចាបាទហើយសោនេះអត់មានបាទធ្វើជាក្តារអ៊ីណុកចាបាទកាលពីមុនខ្ញុំធ្វើពីជ័រតែមានស្អាតចាហើយលក្ខណៈក្នុងការប្រើយ៉ាងម៉េចខ្លះបាទយើងយកសោយកមកដាក់ចុះនេះដែរចាបាទពេលដែលយើងដាក់គឺយើងឆេះមានឆេះធ្វើបាទអក្សរខ្មែរបញ្ជាបើកបអក្សរខ្មែរទៀតកណ្ដាលនេះកន្ទោហើយខាងនេះគឺរូបអង្គរវត្តបាទដែលយើងឃើញឆេះពីក្នុងហើយយើងចុចដេកបាទយើងចុចក្នុងតាំងក្រហមហ្នឹងបាទទៅទឹកបាទឆេះហើយបាទតាម៉ានេះលេខអូតូបាទលេខអូតូយើងដាក់លេខមកឌីបាទមកឌីគឺទៅមុខបាទឡានអាចទៅមុខបាទដាក់អែបាទយើងតាំងដៃតិចបាទបាទស្តុបចាឥឡូវចូលដល់ប្រព័ន្ធខាងនេះដូចគេនេះឯងហ្នឹងពូបាទនៅខាងក្នុងហ្នឹងមានលក្ខណៈខុសប្លែកពីគេខុសយ៉ាងម៉េចទៅបាទខុសច្រើនបាទដូច
ដូចជានៅជំនាញខាងស្ដាំនេះបាទនេះគឺជាប្រអប់កុងតាក់មួយបាទកុងតាក់នេះគឺជាកុងតាក់ប្រព័ន្ធភ្លើងបាទប្រព័ន្ធបញ្ជាភ្លើងនៅក្នុងរថយន្តចាបាទហើយចុះពេលយប់ឡើងមើលបោកភ្លើងប៉ាបោកភ្លើងអីកុងតាក់នេះមិនចាំបាច់ប្រើនៅពេលយើងបើកបរនេះគឺយើងចេះបញ្ជាវាហើយចាំយើងបើកបរហើយបើយើងបញ្ជាខុសកន្លែងខុសប្រក់ក្តីវាគឺមិនអាចបញ្ជាឡានបានទេចាំតែការពេលបើកភ្លើងពេកក៏យើងអត់មានតាក់ទងហ្នឹងទេចង់និយាយថាប្រព័ន្ធភ្លើងអេឡិចត្រូនិកមិនប្រព័ន្ធភ្លើងយើងនៅក្រៅធម្មតាបាទអេឡិចត្រូនិកគឺនៅក្នុងនេះបាទអត់នឹងបាទចាអេឡិចត្រូនិករបស់រថយន្តហ្នឹងណាបាទចាបច្ចេកទេសរបស់វាគឺនៅក្នុងប្រអប់នេះបាទចាហើយនៅខាងក្រោមនេះគឺជាថតតែថតហ្នឹងខុសពីឡានគេគឺអត់មានដៃបើកអត់មានសោចាក់ទេគឺយើងប្រើកុងតាក់ដែរប្រើភ្លើងដែរបាទចុចតាមតិចគឺបើកហើយបាទហើយនេះជាភ្លើងញាក់តាមរលកសំឡេងបាទភ្លើងហ្នឹងយើងអាចប្រើបានជាមួយនឹងកុំព្យូទ័រជុំបាទខ្ញុំអាចនិយាយជុំបានបាទនេះឧបមាថានេះជាកុំព្យូទ័រជុំបាទបើពេលយើងរកវាឆេះឡើងខ្លាំងបាទពេលការ៉ង់ទីវាតូចតែរកខ្លាំងបាទនេះជាភ្លើងសញ្ញាបាទភ្លើងហ្នឹងគេភ្លើងញាក់សញ្ញាល្បឿនបាទខ្លាំងសោយខ្លាំងហើយភ្លើងនេះវាមានលក្ខណៈផ្សេងមួយទៀតបាទនេះមានអត់មានម៉ាញ៉េអត់មាន CD បាទអញ្ចឹងខ្ញុំប្រើជា MP3 បាទឡងចិនដើម្បីមើលវីដេអូបាទខ្ញុំប្រើជា MP3 គឺខ្ញុំយក MP3 របស់ទូរស័ព្ទខ្ញុំប្រើជាមួយទូរស័ព្ទដៃបាទខ្ញុំអាចចាក់វាយើងប្រើនឹងគឺងាយស្រួលច្រើនមុខទី1បាទអញ្ចឹងងាយស្រួលទី1ពេលយើងជិះទៅពេលឡានតម្លាក់អូមកយើងប្រើឌីវាអាចរអាក់រអួនជាប់ឌីបាទតែយើងប្រើ MP3 គឺអត់មានបញ្ហាទោះបីអាលាក់កលុកប៉ុណ្ណាក៏សំឡេងនៅដដែលអត់បែកអារម្មណ៍ទេបាទហើយទី2យើងប្រើបានជាមួយទូរស័ព្ទក៏បាននិយាយនៅក្នុងហ្នឹងពេលដែលគេចុចមកយើងអាចទទួលនិយាយនៅក្នុងបាទនិយាយហ្នឹងមិនបែកអារម្មណ៍កាន់ទូរស័ព្ទនិយាយទេបាទហើយនៅទូរ